សម្រាប់ប្រទេសមួយវាប្រៀបដូចជាមនុស្សម្នាក់វាមិនងាយស្លាប់ភ្លាមៗទេប៉ុន្តែវាមានការជឿចាប់បន្តិចម្ដងបើសិនជាគ្មានអ្នកអើពើដំបូងវាគ្រាន់តែអស់កម្លាំងបន្ទាប់មកឈាមនឹងលែងរត់ហើយជាចុងក្រោយបេះដូងនឹងលែងដំណើរការនៅឆ្នាំ1642នៃសម័យកាលរាជវង្សមីងប្រទេសប្រៀបដូចជាមនុស្សឈឺធ្ងន់ប៉ុន្តែគ្មានគ្រូពេទ្យណាហ៊ាននិយាយការពិតស្ដេចប្រៀបដូចជាគូក្បាលប៉ុន្តែគូក្បាលសង្ស័យនឹងរាងកាយមន្ត្រីប្រៀបដូចជាសរសៃឈាមប៉ុន្តែសរសៃឈាមត្រូវបានបិទគប់ដោយសារអំពើពុករលួយរាសប្រៀបដូចជាឈាមតែឈាមនោះអត់ដីអត់អាហារអត់ក្តីសង្ឃឹមពេលឈាមអត់រត់វាច្បាស់ជារត់រកផ្លូវផ្សេងទោះបីជាដឹងថាការចាក់ចេញពីរាងកាយដោយការឈឺចាប់យ៉ាងណាក៏ដោយមូលហេតុចម្បងដែលធ្វើឲ្យមានការបះបោរកើតឡើងសត្រូវពិតមិនមែនជាខ្មាំងខាងក្រៅទេតែវាគឺជាជំងឺដ៏រលួយខាងក្នុងបន្តិចម្ដងនេះមិនមែនជាសាច់រឿងសង្គ្រាមធម្មតាទេតែវាជាការស្លាប់របស់ប្រទេសមួយប្រសិនបើប្រជាពលរដ្ឋមិនអើពើពេលនេះដែរខ្ញុំនឹងសម្រាយសាច់រឿងលម្អិតនិងព្រឹត្តិការណ៍ជូនអ្នកទាំងអស់គ្នាស្ដាប់សង្ឃឹមថាជាប្រយោជន៍បញ្ហារបស់រាជវង្សមីងមិនមែនជាជំងឺតែមួយថ្ងៃទេតែវាគឺជាជំងឺដែលកើតឡើងយូរមកហើយវាមិនអាចព្យាបាលដោយថ្នាំតែមួយមុខបានឡើយនៅឆ្នាំ1642រាជវង្សមីងឈានដល់ដំណាក់កាលធ្ងន់ធ្ងរគ្មាននរណាហ៊ាននិយាយថាវានឹងរស់រានមានជីវិតលើសពី2ឆ្នាំទៀតទេនៅខាងក្រៅមានលីជីងឆឹងគាត់កំពុងតែបះបោលជាមួយនឹងប្រជាជនអត់ឃ្លានដឹកនាំទ័ពហើយក៏កំពុងតែចាប់យកឱកាសដើម្បីលេបយកប្រទេសនេះផងដែរអ្វីដែលអាចសម្លាប់មីងពិតៗនោះគឺជាជំងឺខាងក្នុងរាជវាំងមានការបែកបាក់នយោបាយមិនចេះចប់មន្ត្រីបែងចែកជាបកពួករដ្ឋធានីគ្មានប្រាក់អ្នកមានយកដីប្រជាជនរហូតដល់ប្រជាជនគ្មានដីស្រែដាំដំណាំជារៀងរាល់ឆ្នាំគ្រោះអត់ឃ្លាននៅតែមានសាប់ដេកពេញដីក៏គ្មាននរណាខ្វល់នេះហើយគឺជាជំងឺខាងក្នុងដែលអស់កម្លាំងដល់ដែនកំណត់ព្យាបាលលែងជាក្នុងរាជវាំងនៅលើសាលាហ៊ូជីព្រះអធិរាជឈុនឈិងអង្គុយក៏មិនសុខឈរក៏មិនសុខរាជវង្សមីងកំពុងដួលរលំតែគ្មានមន្ត្រីណាម្នាក់អាចចែករំលែកភារកិច្ចជាមួយទ្រង់បានមូលហេតុមិនមែនព្រោះតែគ្មាននរណាមានសមត្ថភាពទេប៉ុន្តែព្រោះតែព្រះអធិរាជមិនទុកចិត្តនរណាម្នាក់ឡើយក្នុងរយៈពេល17ឆ្នាំនៃការគ្រងរាជ្យមន្ត្រីធំមិនមាននរណាម្នាក់នៅកាន់តំណែងបានយូរភាគច្រើនត្រឹមតែ2ទៅ3ឆ្នាំក៏បដូរចេញឬដាក់ទោសការសង្ស័យមិនយកចិត្តទុកដាក់ធ្វើឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់មិនហ៊ានទុកចិត្តការងាររបស់ខ្លួនហើយគ្មាននរណាហ៊ានទទួលខុសត្រូវចុងក្រោយប្រទេសមិនត្រូវសត្រូវខាងក្រៅសម្រាប់ទេតែស្លាប់ដោយការភ័យខ្លាចនិងភាពស្ងប់ស្ងាត់ខាងក្នុងទៅវិញក្នុងខែឧសភាឆ្នាំ1642ក្រុងខៃហ្វុងកំពុងជួបគ្រោះថ្នាក់ធ្ងន់ធ្ងរខៃហ្វុងគឺជាទីក្រុងមួយនៃខេត្តហឺណានសារបន្ទាន់ពីសង្គ្រាមត្រូវបានផ្ញើមករាជវាំងហើយនៅថ្ងៃនោះមនុស្សម្នាក់ដែលបានបាត់មុខពីឆាកអំណាច3ឆ្នាំត្រូវបានហៅត្រឡប់មកវិញគឺលោកស៊ុនឆានទីងមេតបដល់ល្បីដែលធ្លាប់មានស្នាដៃសង្គ្រាមលេចធ្លោតែដោយសារតែការបែកបាក់នយោបាយនិងការសង្ស័យរបស់ព្រះអធិរាជឈុនជីងគាត់ត្រូវបានចាប់ដាក់គុកជាយូរឆ្នាំឥឡូវនេះគ្មានមេតបណាដែលអាចទុកចិត្តបានទៀតឡើយព្រះអធិរាជសម្រេចចិត្តយកស៊ុនឆានទីងមកប្រើម្ដងទៀតតែងតាំងជាអនុរដ្ឋមន្ត្រីខាងមេតបប្រគល់អំណាចមេតបនិងរដ្ឋបាលទាំងអស់ទៅឲ្យនៅទីតាំងសានស៊ីពេលសកម្មមួយនេះទៅសង្គ្រោះខៃហ្វុងគាត់និយាយថាទ័ពត្រឹមតែ 5000 នាក់បូកជាមួយនឹងទ័ពដែលនៅក្នុងដៃស្រាប់ដែលនៅតំបន់គឺអាចទប់ស្កាត់បានហើយតែបញ្ហាដែលធំនោះគឺទ័ពនៅក្នុងតំបន់គឺមិនស្ដាប់បញ្ជាមេទ័ពនោះគឺឈ្មោះហឺរិនឡុងកាន់អំណាចទ័ពតំបន់ដែលកាន់កងទ័ពជាខ្លួនឯងមិនស្ដាប់រាជបញ្ជាជាញឹកញាប់ជៀសវាងការប្រយុទ្ធស៊ុនឆានទីងដឹកនាំទ័ពមកដល់ទុនខ្វាងហើយមន្ត្រីទាំងអស់នៅសានស៊ីមកប្រជុំគ្រប់គ្នាលើកលែងតែហឺរិនឡុងថ្ងៃបន្ទាប់ហឺរិនឡុងមកដល់កាន់ដាវចូលបង្ហាញថាខ្លួនជាមេទ័ពមិនខ្លាចអ្វីសោះហើយក៏និយាយមកកាន់ថាខ្ញុំទៅតែមកពីទប់ស្កាត់ការបះបោររបស់លីជីឆឹងដូច្នេះទៅមកយឺតតែធៀបពិតគឺមិនមែនដូច្នេះទេគ្រាន់តែជាលេសមុនចេញដំណើរស៊ុនឆានទីងទទួលបានសារសម្ងាត់ពីអធិរាជក្នុងសារនោះព្រះអធិរាជបញ្ជាឲ្យសម្លាប់ហឺរិនឡុងព្រះអធិរាជមិនទុកចិត្តគាត់ទេដើម្បីដកយកទ័ពទាំងអស់ត្រឡប់មកវិញនៅវិនាទីចុងក្រោយហឺរិនឡុងត្រូវបានសម្លាប់ហើយបានបញ្ជូនឲ្យត្រឡប់ទៅខៃសៀនដឹកនាំទ័ពចាក់ចេញឲ្យធ្វើយុទ្ធនាការសង្គ្រោះបះបោរបរាជ័យទាំងស្រុងហឺរិនឡុងបានបង្កកំហុសធ្ងន់2ដងលើកទី1ឆ្នាំ1641មិនស្ដាប់បញ្ជារបស់រាជាលើកទី2នៅឆ្នាំ1642នៅពេលដែលគេត្រូវការគាត់ជាងគេគាត់បែរជារត់ចោលសមរភូមិដូច្នេះហើយសមរភូមិក៏បរាជ័យនេះជាមូលហេតុធំដែលធ្វើឲ្យព្រះអធិរាជសម្លាប់គាត់ហឺរិនឡុងត្រូវបានកាត់ក្បាលនៅនឹងកន្លែង
ហើយអំណាចនៅសានស៊ីទាំងអស់ធ្លាក់ទៅលើស៊ុនឆាន់តិនអន្តរជាតិឈុនជីចាប់ផ្ដើមភ័យខ្លាចមេតបស៊ុនឆាន់ទីងខ្លាចជាហឺរឡុងទី2ត្រង់សួរវ៉ាន់ឆេងអ៊ីដែលជាមនុស្សចំណិតខ្លួនតែវ៉ាងឆេងអ៊ីនដឹងថាព្រះអធិរាជសង្ស័យខ្លាំងគាត់គ្រាន់តែស្របតាមនិងមិនហ៊ាននិយាយច្រើននោះទេនេះជាមូលហេតុដែលគាត់អាចនៅក្បែរព្រះរាជាគ្រប់គ្រងនិងគាត់រយៈពេល17ឆ្នាំដោយសុវត្ថិភាពសង្គ្រាមចិត្តមកដល់កងទ័ពស៊ុនឆាន់ទីងនៅទុនខ្វាងគឺកម្លាំងចុងក្រោយរបស់មីងគាត់ពិនិត្យអាវុធកំភ្លើងខូចបាញ់មិនត្រូវគ្រាប់ក៏មិនចាញ់សូម្បីតែកំភ្លើងធំក៏ខូចនេះបង្ហាញថាមីងកំពុងតែដួលរំលំពីក្នុងប្រព័ន្ធថវិកាអាវុធត្រូវកាត់កងតាមជាន់រហូតដល់កន្លែងផលិតសេសសល់ទីហ៊ានក៏ចាប់ដើមឈឺតែគេថាផ្ដាសាយធម្មតាភ្លាមព្រះរាជបញ្ជាមកបង្ខំឲ្យស៊ុនឆាន់ទីងចាញ់សង្គ្រាមឆាប់ទៅសង្គ្រោះខៃហ្វុងព្រោះព្រះអធិរាជភ័យថាខ្លាចមានហឺរឡុងទី2ឆ្នាំ1638កងទ័ពឈីងបានវាយបែកខ្សែការពារជញ្ជាំងចិនយ៉ាងធំស្ថានភាពគ្រោះថ្នាក់ខ្លាំងព្រះអធិរាជឈុនជីងបង្ខំឲ្យកងទ័ពមីងចេញសង្គ្រោះឆាប់ចុងក្រោយកងទ័ពឆ្នើមត្រូវបំផ្លាញមកដល់ឆ្នាំ1642មានមេបញ្ជាការធំម្នាក់ឈ្មោះហុកឆេងឈូជាមេទ័ពធំនៅតំបន់ជីងលៀងគាត់ទ័ពឆ្នើមប្រមាណជាង 130,000 នាក់ប្រឈមមុខនឹងឈីងយុទ្ធសាស្ត្ររបស់ហុងឆេងឈូគឺប្រយុទ្ធប្រុងប្រយ័ត្នមិនប្រញាប់វាយចាំឱកាសចាំឲ្យសត្រូវទប់ទុនខ្សោយសិនតែព្រះអធិរាជឈុនជីងបញ្ជាព្រះរាជសារម្ដងហើយម្ដងទៀតបង្ខំឲ្យចេញសង្គ្រាមឆាប់ពេលវាចូលជ្រៅខ្សែគ្រប់គ្រងអាហារនិងសម្ភារៈត្រូវបានសត្រូវកាត់ផ្ដាច់ទ័ពខ្វះអាហារខ្វះគ្រាប់ខ្វះកម្លាំងចុងក្រោយសមរភូមិចាប់ផ្ដើមបែកបាក់យ៉ាងធ្ងន់ធ្ងរគ្រូពេទ្យម្នាក់បាននិយាយទៅកាន់ប្រជាជនទីនោះថាបងប្អូនអើយឥឡូវនៅតំបន់កណ្ដាលកំពុងតែមានសង្គ្រាមអសត់ក៏ខ្វះខាតខ្ញុំក៏ជួយអ្វីមិនសូវបានដែរសូមបងប្អូនត្រឡប់ទៅមុនទៅខ្ញុំគ្រាន់តែជាគ្រូពេទ្យដើរតាមភូមិតែប៉ុណ្ណោះឥឡូវខ្ញុំមកស្នាក់បណ្ដោះអាសន្ននៅហាងអសត់មួយនេះហាងនេះឈ្មោះខុយមិនជីវជូដែលជាហាងពេទ្យទូចមួយបង្កើតដោយរដ្ឋមីងដើម្បីព្យាបាលប្រជាពលរដ្ឋអ្នកគ្រប់គ្រងហាងនោះឈ្មោះចៅឈួយគាត់ទទួលបានប្រាក់ខែពីរដ្ឋប៉ុន្មានឆ្នាំចុងក្រោយនេះប្រាក់ខែរដ្ឋមិនឲ្យទៀងទាត់ធ្វើឲ្យហាងអសត់ក៏បើកដោយលំបាកភ្លាមនោះមានអ្នកមកហៅលោកគ្រូពេទ្យមេតបចង់ជួបក្នុងជំរំតបមានមនុស្សច្រើនកំពុងតែក្តៅខ្លួនហើយក្អកខ្ញុំនឹងចៅជួយចេញទៅពិនិត្យជំងឺយើងសរសេរអសត់បញ្ជាឲ្យទាហានទៅយកថ្នាំតែពេលមេបញ្ជាការមើលទៅគាត់ញាប់អាលព្រោះថ្នាំបញ្ជាពីរសន្លឹកគឺមិនដូចគ្នាគាត់ចាប់ដើមសង្ស័យហើយសួរចៅជួយថាហេតុអ្វីបានជាថ្នាំបញ្ជាខុសគ្នាដល់ថ្នាក់នេះចៅជួយយកថ្នាំបញ្ជារបស់ខ្ញុំមកមើលហើយនិយាយថាអ្នកជំងឺក្នុងជំរំទ័ពគ្រាន់តែជាជំងឺផ្ដាសាយធម្មតាទេព្យាបាលតាមថ្នាំបុរាណទៅគឺគ្រប់គ្រាន់ហើយតែខ្ញុំវិញខ្ញុំមិនយល់ស្របទេខ្ញុំប្រាប់វិញថានេះមិនមែនជាជំងឺផ្ដាសាយធម្មតាទេវាជាជំងឺសាមញ្ញដំបូងនៃការរាតត្បាតកំពុងចាប់ផ្ដើមសម័យមុនគ្រូពេទ្យភាគច្រើនជឿថាជំងឺកាត់ឡើងដោយខ្យល់ត្រជាក់ខ្យល់ក្តៅសំណើមចូលកាត់ស្បែកនិងរាងកាយហើយចុងសម័យមីងរាជសាសចម្បងយកជំងឺរាតត្បាតដាក់ចូលទៅក្នុងក្រុមជំងឺទាំងអស់ហើយព្យាបាលតាមគំរូបុរាណតែប្រវត្តិសាស្ត្របង្ហាញថាវិធីនេះមិនបានជួយអ្វីឡើយចៅជួយបែរជាមនុស្សចាស់ធ្វើពេទ្យមកមួយជីវិតហើយគាត់នៅតែជឿទៅលើអ្វីដែលបុរសទុកឲ្យគាត់មិនងាយបដូរទេតែបញ្ហាគឺឥឡូវទាហានកំពុងតែរងចាំថ្នាំជំងឺកំពុងតែឆ្លងក្នុងជំរំពេលវេលាគ្មានពេលចាំទេមេបញ្ជាការសួរពួកខ្ញុំត្រង់ថាបើបែបនេះឥឡូវប្រាប់ខ្ញុំឲ្យត្រង់មកថាតើខ្ញុំគួរតែស្ដាប់អ្នកណាបន្ទាប់មកខ្ញុំនឹងចៅជួយយករឿងជំងឺនេះមកក្នុងជំរំដើម្បីពិភាក្សាប៉ុន្តែពេលនិយាយមកពួកយើងចាប់ផ្ដើមឆ្លោះគ្នាចៅជួយចង់ព្យាបាលដោយយកសិភៅបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំគាត់ចង់ធ្វើតាមរបៀបចាស់ដោយដែលគ្រូពេទ្យមុនធ្លាប់ធ្វើតែខ្ញុំវិញខ្ញុំជឿលើបទពិសោធន៍ដែលខ្ញុំធ្លាប់ឃើញពិតពេលដែលខ្ញុំដើរព្យាបាលតាមភូមិស្រុកជួបអ្នកឆ្លងជំងឺរាតត្បាតហើយក៏រៀនពីវាហើយចៅជួយនិយាយកាត់ខ្ញុំថាថ្ងៃស្អែកលោកក៏មកជំរុំទៀតអីនៅពេលដូចគ្នានោះស៊ុនឆាន់ទីងចេញទៅពិនិត្យកន្លែងផលិតអាវុធនៅទុនខ្វាងហើយអ្វីដែលគាត់ឃើញធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងអាវុធភាគច្រើនផលិតគ្មានគុណភាពធ្វើគ្រាន់តែបង្ក្រប់កិច្ចវាមិនដូចធ្វើអាវុធពិតដាវព្រួញ
នឹងអាវុធជាច្រើនច្រាស់ជាងពាក់កណ្ដាលអាវុធក្នុង10អាចប្រើបានតែ3សម្បកការពារមានតែដូចអត់ប្រយោជន៍អ្វីទៅសោះនេះមិនមែនខូចតិចតួចទេនេះគឺជាភ័ស្តុតាងថាប្រព័ន្ធមន្ត្រីពុករលួយជាប្រព័ន្ធបន្ទាប់មកសុនឆានទីងទៅពិនិត្យឃ្លាំងស្បៀងនៅទុនខ្វាំងព្រោះសម្រាប់សង្គ្រាមនេះស្បៀងអាហារគឺជាជីវិតរបស់កងទ័ពមន្ត្រីគ្រប់គ្រងស្បៀងយកសិភៅកំណត់ត្រាចាស់មកបង្ហាញប្រាប់ថាឃ្លាំងនេះមានស្តុកច្រើនហើយតែចំពោះសុនឆានទីងជាមនុស្សប្រភេទចង់ឃើញផ្ទាល់គាត់មិនជឿទៅលើសិភៅទេគាត់ចង់ពិនិត្យដោយខ្លួនឯងមន្ត្រីនោះក៏សរសើរខ្លួនឯងថាឃ្លាំងនេះខ្ញុំថែរក្សាបានល្អណាស់សុនឆានទីងគិតថាទំនងជាចុងក្រោយគាត់អាចជួបមន្ត្រីស្មម្នាក់ហើយតែពេលគាត់ចូលទៅពិនិត្យឲ្យស៊ីជម្រៅគាត់ទៅដឹងភ្លាមថាមិនត្រឹមត្រូវគាត់បានចាក់យកបាវស្រូវមកនៃចៃដន្យក្នុងបាវដែលគាត់គិតថាស្រូវនោះបែរជាដីគេយកដីមកដាក់បាវជំនួសស្រូវសុនឆានទីងខឹងមួយរំពេចនោះគាត់ក៏មើលទៅឃ្លាំងដែលពោពេញទៅដោយបាវទាំងអស់ហើយគាត់គិតក្នុងចិត្តថាបាវទាំងនេះតើមានប៉ុន្មានបាវដែលជាស្រូវពិតប្រាកដហេតុអ្វីបានទៅជាបែបនេះព្រោះតែបញ្ហាមិនមែនកើតតែមួយថ្ងៃវាគឺជារុះគល់ចាប់ផ្ដើមពីដីធ្លីដីខ្លះរបស់រដ្ឋកំណត់ឲ្យប្រជាពលរដ្ឋជាទ្រព្យជាពិសេសដីដែលឲ្យគ្រួសារទាហានដាំដំណាំដើម្បីយកស្រូវទៅចិញ្ចឹមកងទ័ពប៉ុន្តែប៉ុន្មានឆ្នាំទៅមុខអ្នកមានលុយនិងមានអំណាចចាប់ផ្ដើមយកដីនេះទៅកាន់កាប់បន្តបន្ទាប់ម្ដងតិចពេលដីរដ្ឋត្រូវគេយកអស់ស្រូវពន្ធដែលគួរតែបង់ចូលរដ្ឋក៏មិនបានបង់ទៀតវាខ្លាចជាស្រូវរបស់អ្នកមានសម្រាប់អ្នករស់ស៊ីនិងអ្នកលក់យកលុយតែគ្នាឯងអញ្ចឹងហើយទើបរដ្ឋខ្វះពន្ធខ្វះស្រូវឃ្លាំងរដ្ឋទៅស្អាតកងទ័ពអស់អាហារចុងក្រោយប្រព័ន្ធរដ្ឋទាំងមូលខ្លាចជាកន្លែងដែលមន្ត្រីកេងលុយបោកបញ្ឆោតគ្នាហើយលួចយកចូលខោប៉ៅខ្លួនភ្លាមគាត់បានសម្លាប់មន្ត្រីនោះឲ្យស្លាប់មួយរំពេចគាត់បានស្រែកទាំងកំហឹងថាមនុស្សអាក្រក់ស័ក្តិសមនឹងទទួលការស្លាប់បែបនេះតបការពារខៃហ្វុងអស់ស្រូវអស់អាហារជាច្រើនថ្ងៃការគ្រប់គ្រងពីក្រៅមកមិនទាន់ទាហានខ្លះស្លាប់អត់ឃ្លានរហូតដល់មានសកម្មភាពសម្រាប់សេះយកសាច់ស៊ីនេះបង្ហាញថាស្ថានភាពលំបាកខ្លាំងហើយកាន់ធ្ងន់ធ្ងររាជាបាននិយាយថាពេលចាប់ផ្ដើមគេថាតបឆ្នើមត្រឹមតែ 5,000 នាក់គ្រប់គ្រាន់ហើយតែឥឡូវវិញសុនឆាន់ទីងមកស្នើរាជវាំងថាសូមបន្ថែមលុយនិងស្រូវអាហារបន្ថែមព្រះអធិរាជឈុនជីងក៏ខឹងនឹងតានតឹងយ៉ាងខ្លាំងព្រោះគាត់គិតថាហេតុអីបានតាំងពីដើមមកនិយាយថាគ្រប់ឥឡូវនេះមកដល់ស្មើនេះទើបស្នើសុំបន្ថែមទៀតសុនឆាន់ទីងសរសេរសម្បត្តិផ្លូវការសុំថវិកាព្រោះអធិរាជគោលបំណងគាត់វឹកហាត់ទាហានថ្មីជួសជុលអាវុធខូចខាតទិញស្រូវនិងអាហារនិយាយឲ្យសាមញ្ញទៅគាត់សុំថវិកាដើម្បីឲ្យកងទ័ពអាចទៅវាយសត្រូវចូលសង្គ្រាមបានពិតព្រះអធិរាជនៅពេលនោះចិត្តគាត់កំពុងតែតានតឹងខ្លាំងទ្រង់ចាប់ផ្ដើមសង្ស័យថាសុនឆាន់ទីងកំពុងតែប្រើលេសសុំលុយសុំស្រូវដើម្បីកេងទ័ពជាមួយខ្លួនទ្រង់ហើយក៏មានលេសមិនចង់ចេញវាយសង្គ្រាមភ្លាមទ្រង់បន្តគិតអវិជ្ជមានថាមន្ត្រីដែលស្មោះពិតត្រូវអាចធ្វើអ្វីគ្រប់យ៉ាងបានទោះបីមិនមានធនធានតិចក៏ដោយខ្ញុំដើរទៅដល់ភូមិមួយនៅជិតទុនខ្វាងតែអ្វីដែលខ្ញុំឃើញធ្វើឲ្យខ្ញុំខ្លោចចិត្តផ្លូវភូមិស្ងប់ស្ងាត់ដូចជាភូមិស្លាប់គ្មានមនុស្សសោះផ្ទះមួយបិទទ្វារនិងបិទក្រដាសបណ្ដេញខ្មោចដូចជាមនុស្សកំពុងតែខ្លាចអ្វីមួយចៃដន្យខ្ញុំចូលទៅផ្ទះមួយហើយឃើញថាមនុស្សនៅក្នុងផ្ទះស្លាប់អស់ហើយនេះមិនមែនស្លាប់ធម្មតាទេវាគឺជាសញ្ញាដែលជំងឺរាតត្បាតកំពុងរីករាលដាលនៅក្នុងជំរំទ័ពឆៅឈួយរវល់ជាច្រើនថ្ងៃជាប់គ្នាខំចុងថ្នាំចិនទាំងយប់ទាំងថ្ងៃប៉ុន្តែទោះជាខំប្រឹងប៉ុណ្ណាក៏ដោយចំនួនទាហានស្លាប់កើនឡើងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃមេបញ្ជាការក៏ចាប់ផ្ដើមខឹងសម្បាយ៉ាងខ្លាំងហើយក៏សួរឆៅឈួយត្រង់ថាហេតុអ្វីបានជាទាហានស្លាប់ច្រើនបន្តកតុយគ្នាបែបនេះតើឯសិតទាំងអស់នោះទៅណាអស់ហើយតែឆៅឈួយអាចឆ្លើយបានថាខ្ញុំព្យាយាមអស់ពលិទ្ធភាពហើយខ្ញុំធ្វើតាមថ្នាំបុរាណដែលបុព្វបុរសទុកមកខណៈពេលជំងឺកំពុងរាតត្បាតឆ្លងសុនឆាន់ទីងកំពុងតែផ្ដោតលើការងារមួយទៀតគាត់សម្លឹងមើលការជួសជុលអាវុធព្រោះថាអាវុធទាំងអស់មិនរួចនឹងគ្រប់គ្រាន់សម្រាប់ទៅសង្គ្រាមបើសិនជារៀបចំមិនទាន់ក៏អាចស្លាប់ដូចគ្នាប៉ុន្តែប្រាក់ដែលមានកំពុងចិត្តអស់ហើយសុនឆាន់ទីងនៅតែសង្ឃឹមថាព្រះអធិរាជឈុនជីងនឹងផ្ញើថវិកានិងស្បៀងជួយតែអ្វីដែលគាត់រងចាំមកមិនមែនជាស្បៀងមិនមែនជាលុយវាគ្រាន់តែជាសារបន្ទាន់បញ្ជាឲ្យគាត់ចេញទៅវាយសង្គ្រាមឆាប់ហើយក្នុងសារនោះមិនបាននិយាយពីការផ្គត់ផ្គង់ស្បៀងអ្វីទេ
ឥឡូវនេះសុនឆាន់ទីងដូចជាមនុស្សម្នាក់ដែលត្រូវរុញទៅមុខទាំងដៃទទេឃ្លាំងជាតិទទេព្រះអធិរាជសង្ស័យគាត់អាវុធខូចស្បៀងខ្វះជំងឺកំពុងឆ្លងគាត់មានអារម្មណ៍ថាសម្ពាធលើស្មាធ្ងន់ណាស់ធ្ងន់ដល់ថ្នាក់ដកដង្ហើមក៏ហត់យប់នោះសុនឆាន់ទីងហើយអ្នកមានទាំងអស់នៅក្នុងតំបន់សាំងស៊ីនមកជួបគ្នាក៏បំណងរបស់គាត់គឺច្បាស់ណាស់ចង់ប្រមូលលុយនិងប្រាក់ដើម្បីជួយកងទ័ពនៅក្នុងសមរភូមិពីអ្នកមានទាំងអស់នោះចំពោះអ្នកមានទាំងអស់នោះធ្វើដូចជាគ្រប់គ្រងគាត់ខ្លាំងណាស់រៀបចំពិធីជប់លៀងដាក់អាហារពេញតុពួកគេនិយាយថាប្រទេសមានគ្រោះយើងគួរតែជួយអស់ពីសមត្ថភាពតែភ្លាមបុរសអ្នកមានម្នាក់សួរដោយមុខញញឹមថាតើឲ្យពួកគេត្រូវចំណាយលុយប៉ុន្មានសុនឆាន់ទីងឆ្លើយត្រង់ឥឡូវកងទ័ពខ្វះប្រាក់បៀវត្សត្រូវការយ៉ាងតិច 10,000 ពេលលឺចំនួននេះភ្លាមអ្នកមានគ្រប់គ្នាចាប់ដើមភ័យហើយខ្សឹកខ្សួលគ្នាពេញបន្ទប់ត្រូវដឹងថាទ្រព្យសម្បត្តិអ្នកមានទាំងនោះភាគច្រើនមកពីប្រព័ន្ធដីធ្លីរបស់រាជវង្សមីងកាលពីសម័យជោយួចាងរដ្ឋបានកំណត់ដីខ្លះឲ្យគ្រួសារទាហានដាំដំណាំដើម្បីចិញ្ចឹមជីវិតកងទ័ពតែពេលក្រោយមេទ័ពខ្លះយកដីរដ្ឋទៅលួចកាប់កាយហើយយកទៅជួលឲ្យអ្នកមានចុងក្រោយគ្រួសារទាហានពីម្ចាស់ដីខ្លាយទៅជាអ្នកជួលដីធ្វើការឲ្យអ្នកមានទៅវិញដីទ័ពខ្លាចជាដីឯកជនរបស់អ្នកមានបន្តិចម្ដងតែឥឡូវពេលសុនឆាន់ទីងសុំប្រាក់ជួយសង្គ្រោះអ្នកមានជាមេក្រុមម្នាក់នោះគាត់គ្រាន់តែដកលុយបន្តិចដើម្បីបំពេញមុខហើយឲ្យត្រឹមតែប៉ុន្មាន100ប៉ុណ្ណោះអ្នកផ្សេងក៏ធ្វើតាមម្នាក់ចាញ់បន្តិចសរុបទាំងតុកមិនដល់1000ផងសុនឆាន់ទីងដើរចេញទៅមុខទ្វារហើយគាត់ឈរនៅទីនោះឃើញមានអំណោយពេញមួយកន្លែងដែលអ្នកមានយកមកជូនគាត់មានគំនូរបុរាណនិងរបស់មានតម្លៃសុនឆាន់ទីងមើលទៅហើយចង្អុលលើអំណោយទាំងនោះហើយនិយាយដោយសំឡេងតឹងថារបស់ទាំងនេះបើលក់ចេញតម្លៃលើស 1000 ទៀតឯណោះមានន័យថាពួកគេមិនមែនគ្មានលុយទេគ្រាន់តែមិនចង់ចេញសម្រាប់ជាតិសុនឆាន់ទីងយល់ច្បាស់ថាអំណោយទាំងនេះមិនមែនជាការគោរពគាត់ទេវាគឺជាការទិញទឹកចិត្តជាការសោកប៉ាន់និងអំពើពុករលួយដើម្បីឲ្យខ្លួនបានផលប្រយោជន៍នៅពេលក្រោយសុនឆាន់ទីងស្រែកចេញមួយប្រយោគអស់លោកបើសិនជារាជវង្សមីងបាត់ទៅតើពួកអស់លោកនឹងនៅសល់អ្វីទៀតហើយខ្ញុំសុនឆាន់ទីងនៅរស់មានប្រយោជន៍អ្វីទៀតថ្ងៃបន្ទាប់សុនឆាន់ទីងទៅដល់ទីតាំងដីរបស់ទាហានដែលត្រូវអ្នកមានយកទៅកាន់កាប់គាត់មិនទៅលេងទេគឺគាត់ទៅធ្វើរឿងធំគាត់ចង់វាស់ដីពិតពីនថាមានគ្រួសារទាហាននៅសល់ប៉ុន្មាននាក់ហើយចង់ទាយកស្រូវពុនដែលអ្នកមាននោះជំពាក់រដ្ឋយកមកហើយដើម្បីយកទៅបំពេញឃ្លាំងនិងថវិការដ្ឋឲ្យមានកម្លាំងយកទៅធ្វើសង្គ្រាមប៉ុន្តែក្នុងជំរំទ័ពសភាពជំងឺកាន់តែអាក្រក់អ្នកស្លាប់កាន់តែច្រើនរាល់ឆ្នាំដែលចៅជួយជឿថាត្រឹមត្រូវឆ្នាំបែបបុរាណដែលគាត់ប្រើមិនជួយអ្វីទាល់តែសោះទាហានចាប់ដើមលែងទុកចិត្តគាត់ហើយអ្វីដែលឈឺចាប់បំផុតគឺចៅជួយខ្លួនឯងចាប់ដើមក្អកខ្លាំងឈឺធ្ងន់សិភៅដែលគាត់ជឿមួយជីវិតហើយនៅថ្ងៃនេះមិនអាចបញ្ជាក់ថាអាចសង្គ្រោះមនុស្សបានទេចុងក្រោយគាត់ខ្លួនឯងត្រូវឆ្លងជំងឺនិងស្លាប់ក្នុងជំរំដែរក្រៅជំរំប្រជាជនធម្មតាចាប់ផ្ដើមធ្វើពិធីបណ្ដេញវីរុសតាមជំងឺបុរាណព្រោះពួកគេអស់សង្ឃឹមហើយអ្វីដែលពួកគេជឿរដ្ឋគ្រូពេទ្យថ្នាំបុរាណមិនអាចជួយពួកគេបានទេពួកគេចេះតែអធិដ្ឋានសូមឲ្យទេវតាមេត្តាជួយសង្គ្រោះនៅក្នុងជំរំស្ថានភាពកាន់តែច្របូកច្បល់ចំនួនមនុស្សស្លាប់ក៏កាន់តែកើនឡើងក្នុងមួយថ្ងៃបន្ទាប់ពីផឹកថ្នាំគ្រូពេទ្យរបស់គាត់មកសុនឆាន់ទីងខឹងខ្លាំងការស្លាប់ក្នុងជំរំដល់ថ្នាក់នេះធ្វើឲ្យសុនឆាន់ទីងចាប់ផ្ដើមមិនស្ងប់ចិត្តហើយក៏ពេលនោះត្រូវគ្រូពេទ្យក្នុងជំរំស្ទើរទាំងអស់រត់គេចចេញមេទ័ពម្នាក់ប្រាប់សុនឆាន់ទីងថាមុននេះខ្ញុំធ្លាប់ឮមានគ្រូពេទ្យម្នាក់និងចៅជួយឆ្លោះគ្នាពីការវិនិច្ឆ័យជំងឺនេះនោះជាជំងឺរាតត្បាតសុនឆាន់ទីងស្រាប់តែមករកខ្ញុំផ្ទាល់ហើយនិយាយថាខ្ញុំចង់ឲ្យលោកធ្វើជាគ្រូពេទ្យប្រចាំជំរំជួយសង្គ្រោះទាហានខ្ញុំញាក់ផ្អើលព្រោះខ្ញុំគ្រាន់តែជាគ្រូពេទ្យដើរតាមភូមិស្រុកខ្ញុំធ្លាប់ព្យាបាលជំងឺតែខ្ញុំមិនមានបទពិសោធន៍គ្រប់គ្រងជំងឺរាតត្បាតធំតែសុនឆាន់ទីងនិយាយមួយប្រយោគធ្វើឲ្យខ្ញុំស្ងប់ចិត្តប្រទេសកំពុងជួបគ្រោះថ្នាក់បើអ្នករៀនពេទ្យមួយជីវិតតែមិនអាចយកចំណេះវិជ្ជាទាំងអស់នោះមកជួយមនុស្សបានពេលនេះតើអ្វីទៅគឺជាគោលបំណងនៃជីវិតរបស់លោកនៅមុខកងទ័ពនិងសម្ពាធធំបែបនេះខ្ញុំមិនអាចបដិសេធបានទេខ្ញុំដកដង្ហើមមួយហើយនិយាយថាខ្ញុំសូមទទួលភារកិច្ចនេះ
ខ្ញុំនឹងយកចំណេះដឹងទាំងអស់នេះទៅប្រយុទ្ធជាមួយនឹងជំងឺរាតត្បាតបើមិនឈ្នះខ្ញុំនឹងមិនថយក្រោយបន្ទាប់ពីខ្ញុំទទួលភារកិច្ចក្នុងជំរំនេះខ្ញុំចាប់ផ្ដើមធ្វើដំណើរដំបូងបែងចែកអ្នកជំងឺហើយបំបែកកន្លែងស្នាក់នៅខ្ញុំយកអណ្ដាតជាចំណុចសំខាន់ក្នុងការវិនិច្ឆ័យហើយខ្ញុំចែកជាក្រុមអ្នកធ្ងន់ខ្លាំងចងក្រណាត់ពណ៌សអ្នកធ្ងន់ធម្មតាមធ្យមចងក្រណាត់ពណ៌លឿងនិងអ្នកស្រាលចងក្រណាត់ពណ៌ខៀវហើយទាហានណាដែលចូលរួមការងារបំបែកអ្នកជំងឺត្រូវចងក្រណាត់បិទមុខដើម្បីកុំឲ្យឆ្លងនិងងាយអាចស្លាប់អ្នកដែលធ្ងន់ខ្លាំងងាយស្លាប់ត្រូវយកទៅដុតភ្លាមៗនៅនឹងកន្លែងហើយចូលកប់បន្ទាប់ពីនោះដើម្បីទប់ស្កាត់ការរាតដាល់ពេលព្យាបាលខ្ញុំនឹងពិនិត្យថ្នាំយ៉ាងម៉ត់ចត់ថ្នាំល្អថ្នាំខូចដាំថ្នាំត្រឹមត្រូវឬអត់ភ្លើងតិចឬក៏ភ្លើងខ្សោយពេកព្រោះរឿងតូចតាចទាំងអស់នោះអាចធ្វើឲ្យថ្នាំមានប្រសិទ្ធភាពឬក៏អត់បន្ទាប់ពីខ្ញុំបំបែកអ្នកជំងឺបានស្ថានភាពចាប់ផ្ដើមប្រសើរឡើងចំនួនអ្នកស្លាប់ប្រចាំថ្ងៃត្រូវបានថនថយនិងគ្រប់គ្រងបានវាជាសញ្ញាដែលល្អយ៉ាងហោចណាស់យើងចាប់ផ្ដើមទប់វាបានហើយតែពេលនេះខាងក្រៅជំរំក៏កំពុងតែមានបញ្ហាធំដែរប៉ុន្មានថ្ងៃនេះស៊ុនឆាន់ទីងឲ្យទាហានទៅវាស់ដីអ្នកមានទាំងអស់នោះយកទៅកាន់កាប់ហើយដើម្បីអ្វីដើម្បីដឹងថាដីនេះគឺជាដីរដ្ឋឬក៏ជាដីយោធាហើយបន្ទាប់មកចាប់បង្ខំឲ្យអ្នកមានបងស្រូវបងពុនចូលរដ្ឋអ្នកមានទាំងអស់នោះខឹងយ៉ាងខ្លាំងមានព័ត៌មានថាទាហានទៅវាស់ដីហើយក៏ប៉ះទង្គិចដល់ថ្នាក់វាអ្នកបម្រើក្នុងផ្ទះអ្នកមាននោះខ្លះដូច្នេះអ្នកមានទាំងនោះខឹងហើយក៏ថាបើអញ្ចឹងទុកស៊ុនឆាន់ទីងធ្វើបន្តអ្វីទៀតពួកយើងអស់លុយអស់ដីពួកគេទាំងអស់គ្រប់គ្នាប្រមូលហើយចាប់ផ្ដើមគិតផែនការដើម្បីទប់ស្កាត់ស៊ុនឆាន់ទីងបន្ទាប់ពីវាស់ចាប់ស៊ុនឆាន់ទីងនឹងយកបញ្ជីឈ្មោះឯកសារទៅបង្ខំឲ្យពួកអ្នកមានបងស្រូវបងពុនចូលរដ្ឋពួកអ្នកមានប្រើមនុស្សចំណិតស៊ុនឆាន់ទីងដើម្បីបំផ្លាញភ័ស្តុតាងពួកគេមានលុយពួកគេទិញក្បាលមនុស្សចំណិតគាត់ម្នាក់ដែលធ្លាប់ទទួលការសោកប៉ាន់ពីពួកគេយូរមកហើយគាត់មានឈ្មោះថារ៉េនឈីហើយអាក្រក់ជាងគេនោះគឺគាត់ជាមនុស្សដែលក្រោមបង្គាប់ស៊ុនឆាន់ទីងផ្ទាល់ស៊ុនឆាន់ទីងមិនដឹងថាគេក្បត់រឿងដែលរ៉េនឈីធ្វើគេទៅដុតឯកសារសំខាន់ៗនៅកន្លែងឯកសារនោះវាជាឯកសារកំណត់ថាដីណាជាដីរបស់តបដីណាជាដីរបស់អ្នកមានហើយគ្រួសារទាហានទាំងអស់នោះមានដីចំនួនប៉ុន្មានពេលឯកសារឆេះអស់គ្មានភ័ស្តុតាងទៀតព្រោះបើគ្មានឯកសារដើមទេតួស៊ុនឆាន់ទីងទៅវាស់ដីឡើងវិញក៏ពិបាកបញ្ជាក់ថាដីនោះជាដីរដ្ឋពីដើមឬក៏ដីឯកជនរបស់អ្នកមាននេះហើយជាយុទ្ធសាស្ត្ររបស់អ្នកមានបំផ្លាញភ័ស្តុតាងដើម្បីកិច្ចពីការបងពុនចុងក្រោយស៊ុនឆាន់ទីងជឿចាប់ណាស់ស៊ុនឆាន់ទីងដឹងថាអ្នកមានការកាប់ដីរដ្ឋតែគាត់មិនអាចធ្វើអ្វីបានងាយទេពួកប្រព័ន្ធរដ្ឋពុករលួយចាក់ឬស៊ីជម្រៅអ្នកក្បត់សូម្បីតែនៅក្នុងកងទ័ពរបស់គាត់និយាយឲ្យងាយត្រូវសត្រូវខាងក្រៅគាត់អាចវាយបានតែសត្រូវខាងក្នុងដែលជាជនក្បត់អ្នកមានលុយនិងមន្ត្រីពុករលួយវាពិតជាពិបាកណាស់សង្គ្រាមធំចិត្តផ្ទុះតែស្បៀងអាហារឧបករណ៍សម្រាប់ទ័ពវិញនៅមិនអាចប្រមូលបានគ្រប់គ្រាន់សម្រាប់ស៊ុនឆាន់ទីងនេះមិនមែនជារឿងតូចវាជាការពន្យាពេលសង្គ្រាមវាជាកំហុសធ្ងន់ដែលធ្វើឲ្យទ័ពទាំងមូលបរាជ័យគាត់ខឹងដល់ថ្នាក់ចិត្តចង់សម្លាប់មនុស្សទៀតផងគាត់លាក់អារម្មណ៍នេះជាប់យប់នោះស៊ុនឆាន់ទីងមកនិយាយជាមួយខ្ញុំគាត់សង្កេតឃើញថាក្នុងថ្នាំដែលខ្ញុំកំពុងប្រើមានអាស៊ីតមួយឈ្មោះថាតាំងហ៊ូដែលជាថ្នាំខុសប្លែកពីថ្នាំព្យាបាលផ្ដាសាយធម្មតាគាត់ប្រាប់ថាបើប្រើថ្នាំមិនប្រុងប្រយ័ត្នវាអាចធ្វើឲ្យអ្នកជំងឺធ្ងន់ជាងមុនលោកមេតបស៊ុនឆាន់ទីងមិនមែនជាមេតបដែលមិនចេះអ្វីទាំងអស់ទេគាត់ចេះវិជ្ជាបណ្ឌិតផ្នែកពេទ្យបណ្ដុះបណ្ដាតិចតួចហើយគាត់ក៏យល់ដែរពីជំងឺនេះមិនមែនផ្ដាសាយធម្មតាទេវាជាជំងឺធ្ងន់ធ្ងរនិងចម្លែកដូច្នេះគាត់មិនបានបដិសេធថ្នាំខ្ញុំភ្លាមទេផ្ទុយទៅវិញគាត់សម្រេចចិត្តជឿលើខ្ញុំស៊ុនឆាន់ទីងនិយាយថាប្រើថ្នាំដោយប្រើកងទ័ពដែលត្រូវមានទាំងភាពក្លាហាននិងប្រាជ្ញានៅសម័យចលាចលបែបនេះលោកបានជួបលោកគ្រូពេទ្យល្អដូចជាលោកពិតជាសំណាងធំណាស់ខ្ញុំបានឆ្លើយថាអរគុណចំពោះការយកចិត្តទុកដាក់តែសម័យចលាចលមនុស្សល្អក៏ពិបាករស់ហើយស៊ុនឆាន់ទីងនិយាយមួយឃ្លាដែលធ្វើឲ្យខ្ញុំស្ងប់ចិត្តខ្ញុំអាចជឿថាអ្នកប្រាប់ខ្ញុំមកមានអ្នកណាជឿខ្ញុំវិញឃ្លានេះគាត់មិនបាននិយាយអំពីប្រជាជនទេគាត់កំពុងនិយាយអំពីអន្តរាយជនជីងមានន័យថាស៊ុនឆាន់ទីងស្មោះត្រង់ចំពោះជាតិតែព្រះអន្តរាយវិញសង្ស័យគាត់មិនទុកចិត្តគាត់ 100% ទេហើយនេះហើយគឺជារឿងដែលសង្ស័យបំផុតក្នុងសម័យនោះនៅពេលប្រទេសកំពុងតែដួលរំលំមនុស្សដែលស្មោះត្រង់បំផុតបែរជាត្រូវសង្ស័យពីអ្នកដែលគួរតែជឿជាងគេបន្ទាប់ពីខ្ញុំចែកក្រុមហើយព្យាបាលជាប់លាប់ទាហានភាគច្រើនជាសះស្បើយទាំងស្រុងតែមានទាហានមួយចំនួនខ្លះមិនស្ដាប់វិន័យពួកគេចេញពីតំបន់ខ្លួនឯងធ្វើឲ្យជំងឺត្រឡប់មកធ្ងន់ឡើងវិញសង្គ្រាមចិត្តទុះ
ហើយគ្មានពេលតាក់ស្ទើរដូចនេះត្រូវគេចាក់សោពួកគេដើម្បីបង្ខំឲ្យកុំឲ្យចេញទៅក្រៅឆ្លងទៅដល់អ្នកដទៃគ្រាន់តែសូមឲ្យជោគជ័យក្នុងសមរភូមិហើយយកដីដែលបាត់ទៅវិញមកវិញពេលនោះស៊ុនឆាន់ទីងហៅអ្នកមានមកជួបម្ដងទៀតតែពេលនេះគាត់មិនមែនមកលាមុនទៅសង្គ្រាមនោះទេគាត់មកយកប្រាក់និងស្រូវបង្ខំឲ្យអ្នកមានទាំងអស់នោះដែលធ្លាប់សន្យានឹងនិយាយជាមួយគាត់ទៅសង្គ្រោះមិនមែនសង្គ្រោះតែខៃហ្វុងទេអ្វីដែលគាត់ចង់យកមកវិញជាមុនសិននោះគឺដីរបស់តបដែលត្រូវពួកអ្នកមានទៅកាន់កាប់ពេលដែលទាហានបានកន្លែងជួបជុំរួបរวมគ្នាគ្មាននរណាអាចរត់ទេស៊ុនឆាន់ទីងក៏មានផុសតាំងហើយមនុស្សក្រៅបង្គាប់របស់គាត់ឈ្មោះរ៉េនឈីបានលួចក្បត់គាត់ពីក្រោយខ្នងក៏ត្រូវបានចាប់នៅនឹងកន្លែងហើយគាត់សារភាពថាគាត់បានរួមដៃជាមួយអ្នកមានដោយឯកសារទ័ពដើម្បីបំផ្លាញផុសតាំងតែអ្នកមានជាមេក្រុមមិនខ្លាចស៊ុនឆាន់ទីងសោះព្រោះគាត់គិតថាខ្លួនមានខ្នងធំនៅរាជធានីជាមន្ត្រីកម្ពុជានៅក្នុងរាជវាំងគាត់និយាយបែបប្រមាថថាតើលោកឯងចង់ធ្វើអីលោកឯងធ្វើអ្វីបានមែនទេស៊ុនឆាន់ទីងឆ្លើយត្រង់លោកសួរបានល្អណាស់ខ្ញុំមកប្រមូលស្បៀងនិងប្រាក់ព្រោះនេះគឺជារបស់សំខាន់បំផុតសម្រាប់កងទ័ពជួរមុខត្រូវការឲ្យពួកលោកធ្វើមិនខុសពីលួចស្រូវពីកប៉ាល់របស់រដ្ឋប្រទេសកំពុងតែចិត្តដួលតែពួកលោកនៅតែគិតខ្លួនឯងជាធំហើយបន្ទាប់មកស៊ុនឆាន់ទីងចេញបញ្ជាដាច់ខាតអ្នកមាន43គ្រួសារត្រូវវិប្រហារជីវិតនៅនឹងកន្លែងស៊ុនឆាន់ទីងនិយាយចេញពីចិត្តបើរាជវង្សមីងត្រូវដួលវាមិនមែនដួលព្រោះតែខ្ញុំចាញ់សង្គ្រាមតែម្ដងទេប៉ុន្តែប្រទេសសម្បូរទៅដោយមន្ត្រីពុករលួយគិតគូរតែខ្លួនឯងប្រជាជនអត់ឃ្លានគ្មានសង្ឃឹមពេលពួកគេអត់ឃ្លានគេគ្មានជំរឿសទេដូច្នេះគេបែរទៅជាចោះចូលជាមួយនឹងក្រុមបះបោរហើយហេតុអ្វីបានអត់ឃ្លានព្រោះដីដាំដំណាំទាំងអស់ត្រូវអ្នកមានទាំងអស់យកទៅអស់ហើយស៊ុនឆាន់ទីងបន្តនិយាយថាអ្នកណាធ្វើឲ្យប្រជាជនស្រឡាញ់និងទុកចិត្តអ្នកនោះអាចកាន់អំណាចបានចិត្តមនុស្សគឺជាអ្វីស៊ុនឆាន់ទីងនិយាយបន្តច្បាស់ៗថាចិត្តមនុស្សគឺជាស្រូវអាហារព្រោះពេលដែលមានអាហារមានមនុស្សរស់នៅកម្លាំងមានកងទ័ពហេតុនេះហើយបានជាក្រុមបះបោររបស់លីចឹងឆឹងចាញ់សង្គ្រាម10ដងក៏នៅតែមានមនុស្សតាមគាត់ជានិច្ចព្រោះគាត់អាចធ្វើអ្វីមួយទៅឲ្យមនុស្សទាំងអស់នោះឈប់អត់ឃ្លាននិងមានសង្ឃឹមតែខ្ញុំស៊ុនឆាន់ទីងខ្ញុំចាញ់តែម្ដងខ្ញុំចាប់ហើយនឹងស្រូវមកវិញកងទ័ពចាប់ផ្ដើមរួបរวมអាវុធជួសជុលឲ្យប្រើប្រាស់ទិញស្បៀងបន្ថែមដើម្បីត្រៀមចេញសង្គ្រាមតែសារបញ្ជាបង្ខំឲ្យចេញវាយរបស់ប្រជាជនជាតិមិនមែនជារឿងសាមញ្ញទេវាដូចជាបង្ខំឲ្យទៅស្លាប់នៅក្នុងជំរំនៅសល់តែទាហានខ្លះដែលឈឺធ្ងន់ត្រូវពួកគេមិនត្រឹមតែឈឺធម្មតាទេទាំងបាក់ទឹកចិត្តខ្លាចស្លាប់មានអារម្មណ៍អវិជ្ជមានខ្លះក៏ស្រែកឲ្យជួយខ្ញុំផងខ្ញុំចង់ជួយស៊ុនឆាន់ទីងឥឡូវជាប់ក្នុងស្ថានភាពពិបាកជ្រើសរើសបើនាំអ្នកជំងឺទៅមុខសមត្ថភូមិជំងឺអាចឆ្លងទៅទីហ៊ានផ្សេងទៀតកងទ័ពអាចរលាយទាំងមូលបើទុកពួកគេនៅខាងក្រោយពួកគេអាចមិនតាមបញ្ជាទីហ៊ាននឹងរត់គេចហើយអាចទៅបង្កគ្រោះថ្នាក់ដល់ប្រជាជនតាមភូមិស្រុកគាត់ត្រូវតែធ្វើការជ្រើសរើសមួយជំរឿដែលឈឺចាប់ខ្លាំងបំផុតចុងក្រោយស៊ុនឆាន់ទីងចេញបញ្ជាដាច់ខាតដុតសម្លាប់ទាហានឈឺធ្ងន់ទាំងនោះដើម្បីកុំឲ្យជំងឺរីករាលដាលកុំឲ្យកើតបញ្ហាបន្តទៅថ្ងៃក្រោយវាជាការសម្រេចដល់សាហាវបន្ទាប់មកស៊ុនឆាន់ទីងសួរខ្ញុំថាតើលោកគិតថាជំងឺរាជវង្សមីងចិត្តចាប់ហើយមែនទេខ្ញុំឆ្លើយក្នុងចិត្តក្នុងនាមជាគ្រូពេទ្យក្នុងសិភៅនិយាយថាពេទ្យល្អមិនរងចាំឲ្យអ្នកជំងឺធ្ងន់ធ្ងរទៅព្យាបាលទេតែត្រូវការការពារមុនកុំរងចាំឲ្យរឿងបែកធំសិនទើបដោះស្រាយមានន័យថាបើរងចាំដល់វាធ្ងន់ពេកពេលនោះព្យាបាលមិនទាន់ទៀតហើយដូច្នេះសំណួររបស់ស៊ុនឆាន់ទីងថាមីងចិត្តចាប់ហើយឬវាស្ទើរតែគ្មានន័យទេបើរាជវង្សមីងត្រូវដួលរលំវាមិនមែនដួលព្រោះតែចាញ់សង្គ្រាមម្ដងទេគឺវាដួលព្រោះតែបញ្ហាធំបានសន្សំយូរមកហើយរដ្ឋពុករលួយមន្ត្រីបែកពួកឆ្លោះគ្នាមិនចេះចប់ឃ្លាំងជាតិទៅទេស្អាតគ្មានលុយគ្មានស្រូវគ្មានប្រព័ន្ធគ្រប់គ្រងខូចលើមុខក្រោយនិយាយច្បាស់ប្រទេសមួយมันអាចស្លាប់ភ្លាមដោយសារការដួលម្ដងទេតែវាស្លាប់ដោយសាររលួយយឺតពីខាងក្នុងខ្ញុំឃើញរឿងនេះយូរហើយក៏មិនអាចយកថ្នាំខ្លាំងមួយមកព្យាបាលឲ្យជាសះស្បើយបានទេរឿងនេះបង្ហាញថារាជវង្សមីងដួលរលំមិនមែនចាញ់សង្គ្រាមតែម្ដងទេគឺដួលដោយសារតែបញ្ហាសន្សំយុគមកហើយដូចជាពុករលួយបែកពួកមិនទុកចិត្តគ្នាឃ្លាំងតទេស្រូវខ្វះនេះយាយនឹងប្រជាជនអត់ឃ្លានពេលប្រជាជនអត់ឃ្លាននឹងគ្មានដីដាំដំណាំ
ពួកគេនឹងចូលរួមបះបោរដូច្នេះចិត្តមនុស្សគឺជាស្រូវអាហារមេរៀនធំបំផុតគឺប្រទេសមួយអាចរលាយពីខាងក្រៅក្នុងមុនសត្រូវខាងក្រៅវាដល់ក្នុងវីដេអូនេះសង្ឃឹមថាមានអត្ថប្រយោជន៍ដល់អ្នកទាំងអស់គ្នាអរគុណចំពោះការទស្សនារហូតដល់ចប់បើមានមតិអ្វីអាចខមមិនខាងក្រោមបានសំណាងល្អអរគុណ